đồ uống mà đồ uống mà đồ uống nó mình tháp thì chuyện đĩa 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 nó mình tháp chànคือก็ถักđĩa bàជំរាបសួរអ្នកនរគ្នាអញ្ចឹងថ្ងៃនេះថៃមានប្រធានបទថ្មីមួយទៀតបាទពាក់ព័ន្ធទៅនឹងប្រធានបទអំពីមីនុយបាទមីនុយនឹងមានថាយើងកំងមហូបកំងអីផ្សេងៗពាក់ព័ន្ធនឹងមីនុយយើងកំងអីញ៉ាំអញ្ចឹងណាបាទពាក់ព័ន្ធទៅនឹងហូបអាហារហូបចុកនឹងបាទចុះឥឡូវយើងចាប់ដើមរៀនអស់គ្នាបាទchủ đề về thức đơn chủ đề về thức đơn បាទអញ្ចឹងធានបទអំពីមីនុយបាទមីនុយនឹងមានន័យថាលក្ខណៈថាយើងកំងចាំហូបអញ្ចឹងបាទចុះឥឡូវពាក្យទី1 thức đơn បាទ thức đơn បាទ thức đơn មានថាមីនុយឬក៏មុខម្ហូបឬក៏មុខតំណែងដែលយើងធ្វើកំងយកមកហូបអញ្ចឹងបាទតោះឥឡូវបន្តទៀត dùng បាទ dùng dùng នឹងមានន័យថាប្រើប្រាស់ឬក៏មួយទៀតមានន័យថាហូបបាទបានលោកនេះស្មើនឹងពាក្យអាំងលោកនេះដែរ dùng បាទតោះទៅ món món ឬក៏ món ăn បាទ món ăn បាទនឹងបានលោកនេះដែរនិយាយថាម្ហូបបាទតោះទៀត đồ uống បាទ đồ uống បាទđồ uống នឹងមានន័យថាភេសជ្ជៈបាទភេសជ្ជៈដូចជាមានកូកាបេព្ស៊ីអីផ្សេងៗនឹងរាប់ចូលទាំងអស់ប៉ុន្តែនឹងជាភេសជ្ជៈដែលយើងរាប់ចូលទាំងអស់គ្នាដែលយើងអាចយកមកផឹកពាក់ព័ន្ធទៅនឹងការផឹកតើឥឡូវតទៀត đĩa 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 នឹងមានន័យថាចានឬក៏ថាសបាទ đĩa tính tiền បាទ tính tiền បាទ tính tiền នឹងមានន័យថាគិតលុយបាទគិតលុយឬក៏ទូទាត់លុយអញ្ចឹងពេលយើងហូបហើយយើងទិញហើយយើងហៅគេមកគិតលុយមកបាទ tính tiền ngon បាទ ngon ngon នឹងមានន័យថាឆ្ងាញ់បាទឆ្ងាញ់តទៀត ngọt បាទ ngọt បាទ ngọt នឹងមានន័យថាផ្អែមបាទ ngọt នឹងផ្អែមតទៀត chua បាទ chua បាទ chua នឹងមានន័យថាជូរបាទជូរអញ្ចឹងបាទជូរញ៉ាត់បាទញ៉ាត់បាទញ៉ាត់នឹងមានន័យថាសាបបាទម្ហូបនេះបាទម្ហូបសាច់ភាគទៅ món này nhạt quá ភាគទៅតទៀត cay បាទ cay បាទ cay នឹងមានតែហឹរហឹរ cay តទៀត đắng 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 នឹងមានន័យថាល្វីងបាទបើសិនជាល្វីងភាគថា đắng quá ល្វីងណាម៉ាត់បាទម៉ាត់ម៉ាន់នឹងមានន័យថាប្រភេទដូចជាប្រៃម៉ាន់ប្រៃដឹមបាទដឹមបាទដឹមនឹងមានន័យថាដិតឬក៏ប្រៃគឺសំតែវាដិតខ្លាំងវាប្រៃស្មើនឹងពាក្យប្រៃគ្នាដែរនេះចាឥឡូវតទៀតកាហ្វេបាទកាហ្វេកាហ្វេនឹងមានថាកាហ្វេយហ្នឹងបាទមានណាមសេកាហ្វេដូចគ្នាដែរតទៀត bia បាទ bia bia នឹងមានថាប៊ីយាយ៉ាងហ្នឹងបាទនេះគឺជាប៊ីយាបាទតទៀត xin tố បាទ xin tố បាទ xin tố នឹងមានថាប្រភេទដូចផ្លែឈើយកមកកន្លុកអញ្ចឹងណា xin tố បាទកន្លុកបាទ nước ngọt nước ngọt បាទមានថាទឹកផ្អែមបាទដែលទឹកផ្អែមដូចជាកូកាបេព្ស៊ីអីផ្សេងៗ Sting អីហ្នឹងហើយបាទប្រភេទ nước ngọt បាទ rượu បាទ rượu បាទ rượu នឹងមានន័យថាស្រាបាទស្រាប្រភេទស្រាសស្រាលឿងស្រាក្រហមអញ្ចឹងទៅលឿងពីស្រាបាទចាបាទចាចានឹងមានន័យថាតែបើសិនជាចានង់មានន័យថាតែក្តៅអញ្ចឹងបាទចានឹងតែ nước hoa quả បាទ nước hoa quả បាទជាមានន័យថាទឹកផ្លែឈើបាទនឹងពាក់ព័ន្ធទឹកផ្លែឈើហ្នឹងបាទតទៀតចតយ thanh toán បាទ
จอตยทันตอนมาចឹងមេថាឲ្យខ្ញុំទូទាត់ដូចទូទាត់ทันតอนនោះមានន័យថាទូទាត់ទាំងអស់បើយើងហូបគ្នា4 5នាក់យើងទូទាត់តែឯងចឹងមានทันតอนណាបាទចឹងអស់ហើយបាទពាក់ព័ន្ធទៅនឹងមនុយបាទហូបអាហារចឹងយើងអាចយកពាក្យនេះប្រើប្រាស់បានទាក់ទងទៅនឹងចូលហូបអីមួយនៅកន្លែងអីមួយព្រោះនេះឋានចឹងណាបាទនឹងអរគុណចំពោះការតាមដានវីដេអូរបស់ចប់